บ้านโลกนี้กระปุกแต่เทศนากรรมที่ปิ้งเช็ดที่ออดขาดจุ่มที่ปราณบสถานีตัวไมทีวีในขนมแหวนนี้โลกนี้หนึ่งบ้านจุ่มจมูกหนึ่งไปกระจุนกูระบายยิงตักประในขนมสัปดาห์ในการล้างจมูกใบเลี้ยนปรับมวยซาเดียบ่าในขนมสัปดาห์นี้เป็นอะไรเชื่อเรื่องโยการเชื่อเรื่องตรับตามกัญญาศพพิเศษบาสมเทศนาโดยตัดไตบาสมเจงเพียบชื่อจับในบ้านไม่ดองทวิบเตียงมูลหังสงบสงัดเด็กเมียนจีว่าเคยชีวิตสนิทสนานเพียบสนิทสนานจราอารมณ์ตื่นที่สนายอาปีเวลีบังเกิดอ้อยมีนอนุสาแต่เทวดาประดับทรงข้าสนายโอนึงปองกาเทียกนี้รู้เอาตักพเนสาวมวยเพลงเด็กยมรอบมาโตดงหามตั้งนานโอ้ยเป็นตรูนึกตายบองกรอวิ่งนี่ตีชีวิตมนุษย์ไปริกรีหายไว้มีติดเสียงไปเธอจำสายสมองสมังหายไว้มันเอาดาวดอยตีจำบัดไอ้เอาโปรดรันกลมลอยไปดงเอาแท็กแท็กเดประเด็นลงอังยุดเตะโทษดักยุ่มเปลตาบงในตีนาโอนปัจจุบันบงครั้งนั้นจินดาเคยโอนสลายให้บงกระเตยเจ้าโอนบัดมีบงเจ้าโอนรู้เลิกโดยระเบียบนะดังปีเฟนยืนก็คล้ายชีวิตสนิทสนานเพียบสนิทสนานจราอารมณ์ตื่นจีสนายหาเวลีบังเกิดอ้อยมีนอนุสาแต่เทวดาประดับทรงข้าสนายโอนึงปองตาเทียบนี้รู้เอาตาให้ตักพเนสาวมวยเพลงได้ยุ่มรอบมาโตดงหาเป็นตูนึกตายบองกรอวิ่งนี่ตีชีวิตไปดูไปริกรีหายไว้มีนติดเสียงไปเธอจำสายสมองสมังหายไว้มันเอาดาดอยตีจำบักไอ้เอาโปรดรังกลมลอยไปดงเอาแท็กแท็กดีปริกโลกนี้อันหยุดเตะโทษดักยุ่มเพลง
សប្តាហ៍នេះបើប្រៀបទៅនឹងសប្តាហ៍មុនមកនឹងសប្តាហ៍នេះភ័យខ្លាំងពួកឯងសប្តាហ៍មុនសល់3នាក់មកទៀតហើយមានអ្នកដែលបុកចូលបន្ថែមទៀតឥឡូវសរុបចង់10នាក់ហើយ ភ័យដែរអូហើយរកប្រវិចទៅវិញខ្ញុំ បាទឥឡូវទៅគណៈកម្មការរបស់យើងបាទយ៉ាងណាដែរបាទការជិះនឹងបងប្អូន គុណបាទការលើកយកនឹងទុកចិត្តខ្លួនឯងមែនតើណាថាដោយសុខពិសីណា ចា បាទហើយស្ដាប់មិញហ្នឹងពោលដំបូងហ្នឹងបងប្អូនទស្សនិកជនដែលទស្សនានៅទីនេះក៏ដូចគ្នានៅឯគេដ្ឋានបែរជាមានអារម្មណ៍ថាសុខពិសីមកមែនក៏ប៉ុន្តែដោយការប្រកាសឧទ្ទេសនាមរបស់ពិធីករយើងថាយកត្រាប់តាមសុខពិសីសម្លេងស្តៀងបាទពេលនិយាយដូចជាងទៀត ខ្ញុំចេះនិយាយធ្វើសលេងតាមគាត់ ចឹងណាបាទ ចេះសូមអរគុណច្រើន បាទអរគុណខ្ញុំមានតែប៉ុណ្្នឹងទេព្រោះថាយើងមានដៃគូថ្ងៃនេះ បាទសូមជម្រាបថានៅក្នុងសប្តាហ៍នេះបាទបន្ទាប់ពីសល់នៅបេក្ខជន3រូបបូកជាមួយនឹងបេក្ខជនដែលគាត់ចូលរួមមកផ្ដួលនៅក្នុងសប្តាហ៍នេះទៀតបូកសរុបទៅគឺបេក្ខជនដែលមកផ្ដួលនៅក្នុងសប្តាហ៍នេះមានចំនួនរហូតដល់11នាក់បាទបេក្ខជនទី1មានឈ្មោះថាសួនអារងច្រៀងត្រាប់តាមលោកឆនសវណ្ណរាជបេក្ខជនទី2មានឈ្មោះថាជេងសម្រិតច្រៀងត្រាប់តាមលោកឆៃវិរៈយុទ្ធបេក្ខជនទី3មានឈ្មោះថាប៊ុនវិសាត្រាប់តាមលោកខេមរៈស្រីមុនបេក្ខជនទី4មានឈ្មោះថាធុចដារិតត្រាប់តាមលោកណុបបៃអរិទ្ធបេក្ខជនទី5មានឈ្មោះថាឆាយដូណាត្រាប់តាមលោកគូម៉ាបេក្ខជនទី6មានឈ្មោះថាឌីណាសិកាត្រាប់តាមលោកព្រៀបសវັດបេក្ខជនទី7មានឈ្មោះថាហេងកំសាយត្រាប់តាមលោកវីរៈពិសិដ្ឋបេក្ខជនទី8មានឈ្មោះថាផល្លាពិសិដ្ឋត្រាប់តាមលោកឆនសវណ្ណរាជបេក្ខជនទី9មានឈ្មោះថាជាដាត្រាប់តាមអ្នកនាងសាចៃបេក្ខជនទី10មានឈ្មោះថាប៊ុនហួរត្រាប់តាមលោកណុកបៃរិទ្ធបេក្ខជនទី11មានឈ្មោះថាពេជ្រឧត្តមត្រាប់តាមលោកឆនសវណ្ណរាជតើអ្នកទាំង11នាក់មួយណាដែលត្រាប់ដូចតារាចម្រៀងនៅក្នុងពិធីនៃចក្រមជារបស់យើងជាគេបាទតេតនាដូចតទៅបាទសំជេង ជើងចេញទាំងទឹកភ្នែកហូរបេងដូងធ្ងោអាសោខ្លួនឯងស្នេហាយើងអូនចង់ដោយរឿងកំប្លែងអូនគិតថាវាជាល្បែងស្នេហាអូនប្រាំបងខ្លាចគេជឿចាប់មិនចង់សោតលាប់ចិត្តគេចង់រួមបងម្នាក់នាងចេះជឿចាប់ទេមានបេះដូងដូចគេដែលណាស្រីក្បត់បងហើយមិនដេញឡើយអូនបងលឺស្ទើរឈួតថ្ងៃនេះក៏ជឿចាប់បងនឹងជួបបើចិត្តអូននៅតែក្បត់នឹងមានថ្ងៃអូនម្ដងក្បត់បងហើយមិនដេញឡើយមកគឺសំដីអូនបងលឺស្ទើរឈួតបងអ្នកជួបបើចិត្តអូននៅតែក្បត់នឹងមានថ្ងៃអូនម្ដងបើចិត្តអូននៅតែក្បត់គង់មានថ្ងៃអូនម្ដងអូនមិនមែនបងគ្មានថ្ងៃអូនអាចយល់ទេឥឡូវសើចង់ពេលឃើញទឹកភ្នែកបងហូរគ្មានសិទ្ធខាត់អូនដែលទៅស្រវានអ្នកថ្មីតែឆ្ងល់ស្រីអីហ៊ានក្បត់ប្រុសមិនអាសូរអូនជាស្រីសោះមិនធ្វើខ្លួនឲ្យថ្លៃថ្នូរ
ជាតិណាបានបដូរធ្វើជាមនុស្សស្មោះដូចគេស្មោះបងអូនស្លាប់អីបានប្រឹងក្បត់ស្នេហាឈ្មោះជាស្រីសាវ៉ាពីរូនណាស់មែនទេបងសុំសួរដូចឆោតមានអាណិតបងទេអូនក៏ជាមនុស្សដែរមិនដេចធ្វើបាបបងអូនមិនមែនបងគ្មានថ្ងៃអូនអាចយល់ទេតែស្មោះគេវាឈឺខ្លាំងប៉ុណ្ណាអូនគេក្បត់អូនវិញទៅយល់អត់ហើយលើសើចពេលឃើញទឹកភ្នែកបងគ្មានសិទ្ធខាត់អូនដែរទៅស្រួលអ្នកថ្មីតែឆ្ងល់ស្រីអីហ៊ានក្បត់ប្រុសមិនអាស៊ូអូនជាស្រីសុំមិនធ្វើខ្លួនឲ្យថ្លៃថ្នូរជាតិណាបានបដូរធ្វើជាមនុស្សស្មោះដូចគេស្មោះបងអូនស្លាប់អីបានប្រឹងក្បត់ស្នេហាឈ្មោះជាស្រីសាវ៉ាពីរូនណាស់មែនទេបងសុំសួរដូចឆោតមានអាណិតបងទេអូនក៏ជាមនុស្សដែរមិនដេចធ្វើបាបបងធ្វើបាបបងដូចគ្របសាច់រោស័ក្តិនៅក្នុងខ្យល់ពូជបើងវល់បកផាត់ឆ្ងាយត្រានត្រើយចាប់ពីស្អែកនេះទៅបងត្រូវឃ្លាតអូនហើយសល់ពីផ្ដាំចុងក្រោយឲ្យអូនថែខ្លួនពេលអត់ពីមកសូមអូនឆាប់មានថ្មីប្រយោជន៍វាស្ទួតតែបើបងមនុស្សល្អចាំយំដោយសារបងមិនមែនជាបងដូចពីមុនទេបងខុសតែរៀនចាក់ចេញពីជីវិតអូនបងដឹងតែអត់តម្លៃអើក្បែរបងធ្វើទាំងបងមិនលោកនាងបាញ់ពីទេតែបើពឹងឬសតអូនអាចទេមកបានអាចកាត់យល់សញ្ញាកែភ្នែកនិមន្តបាញ់ជាងជំនុំបេះដូងអូនសូមនឹងមកចំបនឡំក៏ហងចិត្តក៏ហងបងកែភ្នែកចាំថ្លាវិតចង់ស្ដីប្រាប់ថាលេងអាឡ័យក្នុងកែភ្នែកស្រឡះមុនថ្លាដូចកំពុងវិចារប្រាំបងត្រឹមធ្វើបេះដូងស្រែកទាមទារសុំផ្ដាច់និស្ស័យក្នុងកែភ្នែកអូនលំអៀងបន្លំដើរទៀងអ្នកផ្សេងកែភ្នែកធ្វើឲ្យបងវិញឲ្យរែងកងពណ៌ស្ទើរសៃក្នុងកែភ្នែកអូនលែងមានរូបបង
ភ្នែកសៅមកអប្រៃដេកលេងត្រង់ភ្នែកលេងស្មងតោះដៃកែភ្នែកស្រីមិនស្មោះសររំម្នាក់ដូចរបស់ស្មងត្រង់គ្រប់នីតិគ្រប់វេលាតែបងត្រូវមកក្រំគ្រីជួបចិត្តមិនយត់ទេធំគេប្រាត្រឹមស្រមោនេះមុលថាគេសំថាគេល្អកែភ្នែកលំអ៊ីរំលងចោលបងឲ្យឈឺសារកែភ្នែកស្រឡាញ់មុនត្រាដោយកំពុងវាចាប្រាំបងត្រឹមថាបេះដូងស្រែកទៀមទាសុំផ្ដាច់និស័យក្នុងកែភ្នែកអូនលំអៀងបន្លំដើរទៀងអ្នកផ្សេងកែភ្នែកធ្វើឲ្យបងបងវិញឲ្យរែងកងវងស្ទើរស្អាតក្នុងកែភ្នែកអូនលែងមានរូបបងកែភ្នែកសៅមកអប្រៃភ្នែកលេងត្រង់ភ្នែកលេងស្មងតង់ដៃកែភ្នែកស្រីមិនស្មោះសរភ្នែកលេងត្រង់ភ្នែកលេងស្មងតង់ដៃកែភ្នែកស្រីមិនស្មោះសរបាទសូមគឺបងតែម្នាក់គត់ដែលឈរពីមុខពាក្យថាស្រឡាញ់អូនពេលអងសុំចិនខ្វាយខ្វល់កើតមានពេលណាគឺត្រូវការមានអូននឹងមុំរំសាយទុំរំសាយគ្រប់បញ្ហាមានបេងដូងមិនមែនសម្រាប់ឲ្យអូនមានបេងដូងមិនសម្រាប់ឲ្យជីវ៉ាព្រំកំពុងឲ្យគេម្នាក់នោះតែឲ្យបងជួសោកាច្រើនសើជាបុនពេលឯកាគឺបងនឹងអូនពេលសប្បាយគឺបងនឹងគេមិនសូវទំនេរគេឲ្យទឹកភ្នែកបេងដូងនេះចិនអស់ថ្មហើយតាត្រានត្រៃរួញគេក៏បានប្រាំត្រឹមត្រូវគឺនឹងគឺថាអូនពេលចង់ស្មងចំពេលអូនទៅអូនមិនត្រូវដែលអូននៅត្រង់អូនលែងសំងំធ្វើមនុស្សកុំដោសុំអរកាន់តែមួយពេលទេចង់ឲ្យអូននៅក្បែរបន្តចាំតែសុំសពេលនេះអូនចិត្តមកនៅក្នុងបារកំពុងតែលើកែវស្រាស្រាប់តែជួបរឿងឆៃដន់ពួកគេនាំគ្នាចូលមកឲ្យខ្ញុំស្លោស្លន់គិតលុយសឹងមិនទាន់មិនចង់ជួបមនុស្សអាក្រក់ចង់រាយរឿងអីអ្នកគិតលុយសួរមកឲ្យខ្ញុំខឹងជួលថាបើពួកគេនោះតែអត់ខ្ញុំក្រវិក្បាលនៃទៅ100000មិនគិតមនុស្សក្បត់យកលុយលឿនបានអត់ក្រែងទុកមករំមិនបានហេតុអ្វីជួបគេចំពេលដែលខ្ញុំចង់គេចគេបាញ់ឈឺចិត្តចងកម្មពីគ្មានស្រាកស្រានខំទុំទឹកថ្នា
ក្លាហានជឿចាប់ប៉ុន្មានលាក់ទុកខ្លាចាញ់ចិត្តស្នេហ៍ពុតគង់ចាញ់មនុស្សចិត្តសាវ៉ាដាក់ចិត្តដើរចេញពីបាមកផឹកស្រានៅទាំងមិត្តមិនខ្វល់និយាយឲ្យស្ដាប់ប្រាប់ថាកុំពងខូចចិត្តបើពុកមកអាណិតជួយកំដរគ្នាស្វឹងបានទេនិយាយឲ្យស្ដាប់ប្រាប់ថាកុំពងខូចចិត្តបើពុកមកអាណិតយុគនេះខ្ញុំសូមស្រវឹងឲ្យខ្ញុំជួយមើលផងរកគង់អូម្ដារអន្ទសាឲ្យលើកភ្លៀងអាត្រៀតទៅហើយទេមកកុំរីប្រកាំងសង្គ្រាមសំបែកពីបងផឹកតែបងមិនទាន់ស្រវឹងបងផឹកបងដឹងអូនគុំបនតូនគេម្នាក់នៅក្បែរគឺគេអ្នកបងខំឲ្យបើមានមុំទេមករំខាឲ្យបងសំដេកសិនទេមកប្រាប់ស្អែកមិនតន់ស្លាប់ចាំប្រាប់ក៏បានមិនបាច់អបបងនួនអងក៏ស្នេហ៍គេបានហ៊ានរំខានអូនឡើយជាស្រីស្អាតអូនឆ្លាតអូនមានជំរឹងអ្នកណាលោរឹងយកអ្នកនឹងហើយស្រឡាញ់មិនតបមានអ្នកចុងក្រោយអ្នកមុនក៏ដោយក៏មិនមែនបងសូមអរគុណមានតែមួយរੂអបទុកព្រួយរឿងស្នេហាស្ទើរតែផុតសង្ខារមានសង្សារក្បត់ខ្វះចិត្តអូនមិនបានកុំប្រានមិនជួបជាប់អូនមិនចិត្តសន្ទឹងបេះដូងបិទវមិតដើរជន់អើយតន់មិនខ្វាយខ្វល់មិនយល់ខ្លួនធ្លាប់សាកំហុសអូនធ្លាប់មានមិនប្រក្បត់បងម្ដងហើយ
រើនត្រយអូននៅឡើយមិនយល់ពីចិត្តសន្តោណាលត់កុំហូរគឺព្រមម្នាក់នេះស្មាងឈឺទោះដឹងលីបងមានអាទិត្យអូននៅគិតពីគេក៏ស្ម័គ្រស្មារតីនឹងលងធ្នមថ្លៃបងសង្ឃឹមថាមានថ្ងៃស្រីយកចិត្តបងឈប់ប្រត់វាប្រកកំសត់ស្ម័គ្រទ្រាំអំណត់ព្រោះស្រីដែលនិស្ស័យចុះពីកំណើតមករួចហើយចុះណៃបងមានថ្ងៃកែប្រែចិត្តស្រីបានឡើយចុងក្រោយក្បត់ទៀត
ចិត្តអូននៅតែក្បត់នឹងមានថ្ងៃអូនម្ដង សូមអញ្ជើញបាទបេក្ខជនទាំង10រូបរបស់យើងឡើងមកកាន់វេទិកាជាមួយនឹងបេក្ខជនគូរបស់យើងបាទបាទឥឡូវសូមឲ្យអ្នកទី1មកឈរខាងនេះខាងឆ្វេងដៃខ្ញុំទៅបាទហើយយើងតលេខរៀងគ្នាទៅរហូតបាទអ្នកទី1ទី2ទី3ទី4បាទដេកគ្នាទៅខាងនេះបាទបាទហើយសូមជម្រាបថាបេក្ខជនបាទនេះលេខរៀងទី10បាទម៉ុងហួរគឺគាត់បានបោះបង់ការប្រកួតបាទបាទអញ្ចឹងយើងឈរតាមលេខរៀងចាឈរជារៀងកោងបន្តិចទៅទើបអាចទាំងអស់គ្នាណាអញ្ចឹងអ្នកទី1ពីខាងនេះទៅណាបាទខាត់ទៅក្រោយឲ្យកោងតិចទៀតទៅអូនចាបាទអ្នកនៅកណ្ដាលខាត់ទៅក្រោយបន្តិចទៅដើម្បីចេញជារៀងកោងទស្សនិកជនទាំងអស់គ្នានេះគឺជាបេក្ខជនរបស់យើងទាំងអស់ដែលគាត់មកផ្ដួលនៅក្នុងសប្តាហ៍នេះបូករួមជាមួយនឹងបេក្ខជនគូរបស់យើងមួយរូបហើយការច្រៀងអ្នកណាដែលត្រាប់តាមតារាចម្រៀងបានល្អបាទដូចជាគេនឹងទទួលបានជ័យលាភីនៅក្នុងសប្តាហ៍នេះដូច្នេះសូមប្រគល់បាទវេទិកានេះជូនដល់គណៈកម្មការរបស់យើងបាទសូមជ័យបាទបាទឥឡូវពីខាងនោះមកវិញហ៎បាទអញ្ចឹងបាទ10នាក់នោះច្រើនណាស់ណាបាទបាទនៅសួរបេក្ខនារីគោលសិនបាទបេក្ខនារីគោលគិតថាខ្លួនឯងដូចសុកពិសីប្រហែល%ដែរមើលទៅគិតថាដូចតាមគិត90%ខ្លួនឯងដូច90%ចាបាទហើយគិតថាគេអាចផ្ដួលបានទេមើលទៅខ្ញុំអត់ដឹងដែរក្នុងអារម្មណ៍ពេលនេះខ្លាចអ្នកណាជាងគេមកទៅសិតតែច្រៀងព្រោះទាំងអស់ច្រៀងព្រោះប៉ុន្តែវិញ្ញាសាយើងគឺព្រោះឲ្យដូចទៀតបាទគាត់មិនដូចសម្លេងដូចទាំងមុខទៅទៀតដូចទាំងកពស់ទៀតបាទតាមពិតទៅបងអូនជ្រើសរើសសំនៀងមកហ្នឹងគឺសិតតែ idol របស់យើងមិនអញ្ចឹងណាបងអូនទាំង10នាក់គឺសិតតែជាម្ចាស់សំឡេងដែលយើងដែលគាត់ចូលចិត្តបំផុតបាទរហូតដល់ធ្វើត្រាប់ស្ដាប់ឡើងខ្លោចបាយគាត់ថាអ្នកណាដូចជាងអ្នកណាខ្លាំងជាងគេបំផុតតែប៉ុណ្ណោះបាទបន្តិចទៀតនឹងធ្វើការប្រកាសលទ្ធផលខ្ញុំសូមមិនផ្ដល់ការវិភាគឬក៏ផ្ដល់នៅយោបល់អ្វីច្រើនទេទុកឲ្យគណៈកម្មការយើងជួយផ្ដល់បន្ថែមពីលើនឹងបាទចាចំពោះនេះខ្ញុំក៏មិនមានអ្វីខុសប្លែកពីបងប្រុសអរិស្ថាដែរដោយសារពួកអីច្រើនមិនអាចរៀបរាប់អស់គាត់ថាសមត្ថភាពគឺមានផ្សេងគ្នាតាមតារាចម្រៀងដែលគាត់ចូលចិត្តតារាណាគាត់ត្រាប់តាមតារាណាគឺគាត់ចូលចិត្តរួចមកហើយអញ្ចឹងបន្ទុកគឺវានៅក្នុងกระดาษរបស់ខ្ញុំបន្តិចទៀតនឹងប្រមូលយកឲ្យបងអរិស្ថាគាត់នឹងប្រកាសឲ្យប៉ុន្តែគាត់ថាផ្លាយពីគ្នាអញ្ចឹងទៅណាមិនអ្នកខ្លះទៅក៏ដូចខ្លាំងទៅអ្នកខ្លះទៅក៏ដូចបន្តិចទៅអ្នកខ្លះហ្នឹងក៏មិនសូវជាដូចដែរចាប៉ុណ្្នឹងឯងអរគុណជួយបងពាក់មីវិញបាទយល់ឃើញយ៉ាងណាដែរប៉ុន្តែថ្ងៃនេះគេត្រូវការសម្លេងដែលដូចតារាចម្រៀងដែលគេច្រៀងអញ្ចឹងមានបងប្អូនខ្លះក៏ច្រៀងដូចបាទហើយបងអូនស្រីដែលជាបេក្ខជនគោលហ្នឹងក៏ច្រៀងដូចដែរបាទអញ្ចឹងបងអូនខ្លះក៏ល្មមបាទអញ្ចឹងបន្ទុកយើងខ្ញុំបានសម្រេចហើយបាទបន្តិចទៀតនឹងប្រកាសលទ្ធផលបាទសូមអរគុណហើយខ្ញុំក៏សប្បាយចិត្តដែរបានជួបអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះហើយឃើញថាម្នាក់ idol របស់យើងដែលយើងស្រឡាញ់យើងខំធ្វើមិនឲ្យដូចគេនិយាយទៅសូមសរសើរបងប្អូនទាំងអស់គ្នាបាទហើយមានអ្នកខ្លះដូចបងគាត់បានមានប្រសាសន៍អាមាញ់មិញហើយអញ្ចឹងយើងដឹងហើយមានអ្នកខ្លះទៅគាត់ដូចខ្លាំងទៅអ្នកខ្លះគាត់ស្តៀងអ្នកខ្លះទៅរៀងស្ទើរហ្មងមកចេញមកដូចថាអត់ទាន់ដល់ណាអញ្ចឹងសូមសរសើរនៅភាពក្លាហានរបស់បងអូនទាំងអស់គ្នាឥឡូវសូមសួរអ្នកទាំងអស់គ្នាអ្នកដែលគិតថាខ្លួនឯងអាចជាប់ស៊ុំលើកដៃអត់សោះចាហើយខ្ញុំសូមបន្ថែមបន្តិចទៀតដោយសារតាមពិតទៅអ្នកខ្លះគាត់គិតថាចេះខ្លាចតែភ័យឯងខ្លាចតែធ្លាក់ឯងដោយសារជើងអត់ត្រូវភ្លេងផងមិនយ៉ាងទៀតណាថាខ្លាចតែភ័យឯងជើងអត់ចប់វគ្គអស់ផងមួយទៀតខ្លាចតែភ័យឯងខ្លាចព្រោះអីក្អៅស្លៀកពាក់អត់សមរម្យចាអត់អីទេព្រោះអីកម្មវិធីយើងគឺថាយកតែសំឡេងដូចអត់ឮតែសំឡេងទេដូចអត់គ្រាន់ថាតង់ដូចមិនចង់និយាយថាខុសភ្លេងតិចតួចមិនជាបញ្ហាសំខាន់សំឡេងនេះគឺដូចអត់បន្តិចទៀតនឹងបានដឹងទាំងអស់គ្នាចាអរគុណបាទអរគុណបងប្រែកនិយាយចំទៅនេះគឺសត្វតែជាกระดาษធ្វើការវិតម្លៃទៅលើទឹកដមសំឡេងដែលបងប្អូនទាំង11រូបទាំងគោលណា
គឺជ្រើសរើសតារាចម្រៀងល្បីដែលជា idol របស់ខ្លួនឥឡូវនេះខ្ញុំសូមអនុញ្ញាតជំរាបជូនចេះបេក្ខនារីគោលសូមបោះជំហានមកខាងមុខបាទបងអូនប្រុសដែលធ្វើត្រាប់តាមសម្លេងរបស់បងអូនឆៃវិរៈយុទ្ធសូមបោះជំហានមកខាងមុខបងអូនប្រុសដែលធ្វើត្រាប់តាមសម្លេងបងអូនសវណ្ណរាជមាន2នាក់សូមបោះជំហានមកខាងមុខទាំង2នាក់មាន2នាក់ឆនសវណ្ណរាជមានបងអូនពិសិដ្ឋមួយទៀតបាទឆនសវណ្ណរាជប្រហែលនាក់3នាក់3នាក់3នាក់ណាបាទ3នាក់បាទអញ្ជើញមកទាំង3មកបាទមកទាំង3ហើយអ្នកដែលខ្ញុំបានអត់បានអញ្ជើញមកទេសូមចូលរួមសោកស្ដាយផងបាទចូលរួមសោកស្ដាយបាទជួបគ្នាឱកាសក្រោយជាបន្តទៀតបាទសូមចូលគៀគ្នាខិតទៅខាងគៀនបាទតាមពិតទៅបាទសូមបងប្អូនមកគៀនបន្តិចមកតាមពិតទៅលទ្ធផលយើងទាំង6រូបគឺមានដៃហើយអ្នកដែលធ្វើត្រាប់សម្លេងដូចច្បាស់ជាងគេបំផុតនៅក្នុងសប្តាហ៍នេះក៏ប៉ុន្តែចង់ឲ្យបងប្អូនសាកបន្តិចម្នាក់ឆនសវណ្ណរាជឆៃវិរៈយុទ្ធហើយនឹងបងប្អូនពិសីបាទបន្តិចណាអត់មានភ្លេងទេដើម្បីធ្វើការតើការសម្រេចចិត្តរបស់គណៈកម្មការទាំង6នេះមានតម្លាភាពកម្រិតណាឥឡូវបងប្អូនទី1សូមចាប់ផ្ដើមបាទឥឡូវចាប់ផ្ដើមពីបេក្ខជនគោលរបស់យើងមុនបាទសូមជើញបាទមួយឃ្លាណាដែលយើងគិតថាចង់យកមកបកស្រាយរបស់សុកពិសីបាទប៉ាកូនស្រឡាញ់គេហើយបោកក្រោយធ្វើមិនបានទេបេងដួងគ្មានកៅអីទុំណែដឹងអ្នកផ្សេងទេលោកប៉ាអើយបាទឥឡូវបន្តទៀតបាទខាងត្រាប់តាមលោកសវណ្ណរាជបាទខូចចិត្តនឹងសង្សារចឹងតែនឹកដល់អូននឹកដល់វេលានៅក្បែរគ្នាដ៏រីករាយមនុស្សយល់ចិត្តគ្នាចង់ជួបក៏មិនងាយចង់និយាយប្រាប់ថាបងខូចចិត្តនឹងគេចឹងតែនឹកដល់អូនចង់ប្រាប់ទៅអូនថាគេមិនល្អនឹងបងនឹកអូននឹងនឹកដល់រឿងកូនឡងបាទអរគុណបាទតមួយទៀតបាទជាបន្តទៀតបេះដូងមួយត្រូវបែងចែកជាពីរ A និង B មិនអាចចោលម្នាក់ណាបន្ទោចង់ថាសិតចិត្តសាវាសាងស្នេហាធ្វើឲ្យអូនទឹកភ្នែកបាទជាបន្តទៀតអ្នកដែលត្រាប់បាទលោកឆៃវិរៈយុទ្ធម្ដងបាទឲ្យនៅឲ្យសវណ្ណរាជអស់ហ្មងសិនណាបាទឥឡូវសវណ្ណរាជមួយទៀតបាទជាស្នេហាកុំសាកប់ក្នុងបេះដូងមិនហ៊ានពងធ្វើសងសាទេស្នេហ៍តែម្ខាងក៏យល់ថាស្កប់ស្កល់ដែរចង់ឃើញមាសមេបានសុខអរគុណបងអូនឥឡូវបងអូនវិរៈយុទ្ធហៅឈ្មោះ idol យើងត្មងទៅស្រួលធ្លាប់សន្យាគ្មានអ្នកណាឈ្នះចិត្តអូនក្រៅពីបងនួលអងមិនចាប់អារម្មណ៍ស្រឡាញ់គ្នាជឿជាក់មិនខ្វល់បារម្ភទោះមិនដឹងបងប៉ុណ្ណឹងបានហើយបាទអរគុណច្រើនបាទឥឡូវនេះសូមចូលរួមសោកស្ដាយអ្នកធ្វើត្រាប់តាមសម្លេងឆនសវណ្ណរាជសូមបងអូនសម្រួលឥរិយាបថចុះណាបាទចូលរួមសោកស្ដាយគ្នាបាទនៅសល់2នាក់បាទអរគុណច្រើនបាទចូលគៀកគ្នាបន្តិចទៀតអីកាលណាខោទៅទៅណាសូមខាត់មកខាត់បន្តិចបាទអ្នកទាំងពីរដែលខាតត្រូវតែមានម្នាក់ឈ្នះនិងម្នាក់ចាញ់បាទលទ្ធផលគណៈកម្មការរបស់យើងទាំងអស់គ្នាបានបូកសរុបជាឯកច្ឆន្ទមិនចំពោះ
បងអូនជាបេក្ខជនគោលឬក៏បងអូនប្រុសបាទសម្រាប់ដែលយកសម្លេងត្រាប់តាមបងអូនឆៃវិរៈយុទ្ធនៅក្នុងពេលនេះបាទពេលវេលាយើងកាន់តែរំកិលទៅមុខហើយព្រោះថាវែងមែនទែនតារាចម្រៀងអ្នកមកបំបាក់ច្រើនខ្ញុំសូមប្រកាសឲ្យលឿនតែម្ដងសូមចូលរួមអបអរសាទរបាទចំពោះបងអូនអូនជេនសម្រាប់បាទបាទអរគុណបាទបាទទាំងមានអីបន្ថែមទេបងអូនសូមបន្ថែមបន្តិចមកបងអូនស្រីបងអូនកុំអន់ចិត្តតាមពិតបងអូនគិតថាខ្លាំងហើយបងអូនបានតស៊ូមកច្រើនហើយប៉ុន្តែដោយសារថ្ងៃនេះបងអូននេះគាត់សំឡេងគឺដូចបាទដូចច្រើនជាងបងអូនស្រីបាទដូចហើយគាត់ព្រោះដូចហើយព្រោះទៀតបាទនេះយើងអត់និយាយពីរឿងខោអាវសម្ភារពាក់រូបរាងទេគឺសំឡេងគាត់ដូចហើយព្រោះគាត់អឿនថ្នមអីគឺព្រោះបាទហើយខ្ញុំបានឲ្យបន្ទុកនេះគឺលើសបងអូនតែ5បន្ទុកប៉ុណ្ណោះបងអូនស្រីគឺខ្ញុំឲ្យ90ហើយបងអូនប្រុសនេះខ្ញុំឲ្យ95នេះរើសតែ5ទេបងអូនបាទអញ្ចឹងចូលរួមសោតឯងបងអូនខ្លាំងហើយបានដល់បានប្រហែលប្រមាណសប្តាហ៍ណាអូនណាបាទអរគុណច្រើនអូនបាទ VIG មួយម៉ានមក បាទហើយបន្ទុកដែលខ្ញុំឲ្យបេក្ខជននានានឹងក៏ច្រើនដែរតែដូចបេក្ខជនគោលក៏ខ្ញុំឲ្យ90ហើយបងអូនឆនបានទៀតខ្ញុំឲ្យ93អញ្ចឹងគាត់លើស3ទេអញ្ចឹងបានន័យថា បាទបន្ទុកបដិមានទីបាទ ចាចំពោះនាងខ្ញុំវិញតាមពិតទៅបន្ទុកនាងខ្ញុំឲ្យ90ដូចគ្នាប៉ុន្តែដោយសារធម្មតាយើងមិនអាចយកមតិតិចបានទេពួកអីបងឃើញថាប្អូនមានសម្លេងដូចសុកពិសីហ្នឹងក៏មកបែបទៅចំណែកប្អូនខាងនេះក៏មកបែបទៅបងពិបាកបានស្មានអញ្ចឹងបងឲ្យស្មើគ្នាតែដោយសារបងគាត់មានគឺថាកំណត់ គេ តែ ថា មួយ តាជាណាចាក់ថាស្ដាប់ទៅវាច្បាស់ជាងបងថែមមកកម្រិតទៀតធម្មតាគេមិនដែលយកមតិតិចទេមែនទេប៉ុន្តែកុំអន់សពុតចិត្តអីព្រោះឯកសារការប្រឡងមានចាញ់មានឈ្នះជារឿងធម្មតាថ្ងៃនេះមិនបានយើងធ្វើថ្ងៃក្រោយទៀតណាអរគុណច្រើន ប៉ុន្តែបាទចំពោះបងអូនស្រីត្រូវចាំទុកថាបងអូនឆ្លងកាត់កម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យច្រើនសប្តាហ៍ហើយបងអូនប្រុសសម្រាប់ទៅតែសប្តាហ៍ទី1តែបងអូនយកជ័យបានជឿថាបងអូននឹងអាចក្លាយទៅជាតារាចម្រៀងអាជីពប្រចាំផលិតកម្មណាមួយក្នុងពេលឆាប់នេះព្រោះបងអូនសិតតែមានសមត្ថភាពណា បាទសូមអរគុណច្រើនដល់គណៈកម្មការរបស់យើង ប្រហែលដែរបងអូន បាទទឹកប្រាក់ចំនួន3លាន6សារៀលគឺខ្លាចជារបស់គាត់បាទអបអរសាទរទាំងអស់គ្នាបាទនៅពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់បន្តិចសិន